ឆ្លៀតក្នុងការនេះខ្ញុំសូមរំលឹកអំពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញតាមរយៈការដាក់ចេញនូវច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី6 ខែមេសាឆ្នាំ2026កន្លងទៅការដាក់ចេញនៃច្បាប់នេះជាសក្ខីភាពបង្ហាញអំពីចំណាត់ការយ៉ាងសកម្មបំផុតដែលស្ដែងចេញតាមរយៈសកម្មភាពចុះបង្ក្រាបជនល្មើសជាក់ស្ដែងជាបន្តបន្ទាប់កិច្ចការនេះស្ថិតនៅក្រោមការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ជាទីបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្ដៅបង្កើតឲ្យបាននៅបរិយាកាសវិនិយោគនិងទេសចរប្រកបដោយសុវត្ថិភាពសន្តិសុខនិងភាពជឿជាក់ពេញលេញដែលនេះគឺជាអត្ថប្រយោជន៍ខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាលរបស់យើងសូមវិនិយោគិនទាំងអស់មេត្តាបន្តផ្ដល់ទំនុកចិត្តនិងជួយផ្សព្វផ្សាយអំពីការបដិញ្ញាចិត្តនិងចំណាត់ការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងករណីនេះដើម្បីបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាមានសមត្ថភាព 100% ទាំងសម្រាប់វិនិយោគនិងទេសចរ